បានសួស្តីថ្ងៃនេះខ្ញុំមានធានបទថ្មីមួយទាក់ទងជាមួយនឹងការធ្វើអេកូសាសទាក់ទងបញ្ហាធានបទនេះគឺយើងនិយាយអំពីផលប្រយោជន៍នៃការធ្វើអេកូសាសរបស់ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី1សំណួរជាច្រើនហើយរាល់ថ្ងៃដែលតែងតែលើបងប្អូនយើងសួរតើអេកូសំខាន់អត់លោកគ្រូនៅក្នុងត្រីមាសទី1ចម្លើយគឺសំខាន់បំផុតចំពោះត្រីមាសទី1ព្រោះបញ្ហាចំពោះម្ដាយនិងទារកមួយចំនួនប្រសិនបើយើងមិនបានដឹងនៅក្នុងត្រីមាសទី1វាអាចបង្កគ្រោះថ្នាក់ទៅដល់ទាំងម្ដាយទាំងទារកនិងជំងឺមួយចំនួនរបស់ទារកនៅក្នុងត្រីមាសទី1យើងមិនអាចដឹងបានដូច្នេះខ្ញុំសូមបកស្រាយផលប្រយោជន៍ខ្លះៗចំពោះអេកូសាសកំឡុងពេលមានផ្ទៃពោះនៅត្រីមាសទី1យើងអាចកំណត់អំពីការមានផ្ទៃពោះព្រោះអីជាទូទៅរាល់ពេលដែលមានការបាត់រដូវម៉ាក់តែងតែទៅតេស្តទឹកនោមទៅទិញតេស្តទឹកនោមមកដើម្បីតេស្តទឹកនោមថាគាត់មានផ្ទៃពោះឬអត់ក៏ប៉ុន្តែផ្ទុយទៅវិញករណីខ្លះការតេស្តទឹកនោមមានការភ័ន្តច្រឡំដូចជាអ្នកម៉ាក់មានផ្ទៃពោះក៏ប៉ុន្តែការតេស្តទឹកនោមបង្ហាញលទ្ធផលមកអវិជ្ជមានផ្ទុយទៅវិញម៉ាក់អត់មានប៉ុន្តែតេស្តទឹកនោមឃើញវិជ្ជមានដូច្នេះការមើលអេកូយើងអាចជួយបញ្ជាក់បាននៅក្នុងករណីនេះថាគាត់មានផ្ទៃពោះឬក៏អត់បាទមួយទៀតចំណុចទី2យើងអាចកំណត់អំពីចំនួនកូនបានអេកូអាចមើលឃើញកំណត់អំពីថង់ទឹកនៅក្នុងកូននៅក្នុងស្បូនរបស់ម្ដាយតែនៅក្នុងស្បូនរបស់ម្ដាយហ្នឹងមានថង់ទឹក1ឬក៏ថង់ទឹក2ឬក៏3ជាដើមអញ្ចឹងទៅដើម្បីកំណត់ថាកូនហ្នឹងជាកូន1កូនភ្លោះឬក៏កូន3បាទជាដើមទី3អាចកំណត់អំពីការលូតលាស់កូនខាងក្នុងស្បូនឬក៏ខាងក្រៅស្បូនចំណុចនេះជាចំណុចដែលសំខាន់បំផុតសម្រាប់ម្ដាយបាទព្រោះអីវាសំខាន់សម្រាប់សុវត្ថិភាពរបស់ម្ដាយជាទូទៅការបង្កកំណើតគឺអាចធ្វើនៅនឹងដៃស្បូនហើយការវិវត្តរបស់កូនចេញពីដៃស្បូនមកចូលក្នុងស្បូនរបស់ម្ដាយគឺអាចស្ថិតនៅចន្លោះពី20ទៅ23ថ្ងៃដូច្នេះក្នុងរយៈពេលដែលយើងអាចមើលអេកូគឺនៅពេលដែលស្ត្រីបាត់រដូវ1ខែឬក៏4សប្តាហ៍ក្រោយការបាត់រដូវយើងត្រូវពិនិត្យមើលអេកូដើម្បីដឹងអំពីការលូតលាស់របស់កូននៅខាងក្នុងស្បូនឬក៏ខាងក្រៅស្បូនប្រសិនបើកូនមិនមានការលូតលាស់នៅខាងក្នុងស្បូនគឺយើងត្រូវធ្វើការតាមដានបាទឬក៏ព្យាបាលមុននឹងមានការបែកកូនក្រៅស្បូនឬក៏យើងហៅថាកូនក្រៅស្បូនហ្នឹងដែលវាជាហានិភ័យខ្ពស់បំផុតដែលមានការហូរឈាមនៅនឹងដៃស្បូនអាចបង្កឲ្យស្ត្រីមានគ្រោះថ្នាក់រហូតដល់អាយុជីវិតទៀតក៏មានបាទទី4យើងអាចពិនិត្យអំពីចលនាបេះដូងកូនជាទូទៅចលនាបេះដូងកូនអាចកើតមាននៅចាប់ពីសប្តាហ៍ទី5ឡើងទៅដូច្នេះយើងអាចពិនិត្យមើលតើកូនមានបេះដូងឬក៏អត់ទី5ពិនិត្យអំពីការលូតលាស់ឬក៏គ្មានការលូតលាស់របស់ទារកមុននឹងមានការធ្លាក់ឈាមបាទកុំចាំដល់មានការធ្លាក់ឈាមហើយបានមកជួបគ្រូពេទ្យគ្រូខ្ញុំធ្លាក់ឈាមបាទបានមកសុំមើលអេកូឬក៏ពិនិត្យផ្សេងបានហ្នឹងទៅដូច្នេះយើងអាចពិនិត្យអេកូមុនបាទមុននឹងមានការធ្លាក់ឈាមឬក៏ការគំរាមរំលោភជាទូទៅនៅពេលដែលមានការលូតលាស់របស់ទារកនៅខាងក្នុងស្បូនគឺយើងអាចពិនិត្យមើលឃើញអមព្រីយ៉ុងឬក៏យកសាក់របស់កូនដែលអាចកំណត់បានថាអូកូនមានការលូតលាស់បាទក៏ប៉ុន្តែបើសិនជាយើងចាប់អេកូទៅមិនមានអមព្រីយ៉ុងឬក៏មិនមានយកសាក់ដូច្នេះគ្រូពេទ្យអាចឲ្យតាមដាននៅក្នុងរយៈពេលណាមួយបន្ទាប់មកយើងអាចធ្វើការព្យាបាលមុននឹងមានការធ្លាក់ឈាមឬក៏អាចមានបញ្ហាផ្សេងជាដើមទី6ចំណុចដែលសំខាន់បំផុតសម្រាប់ត្រីមាសទី1គឺការពិនិត្យទៅលើរង្វាស់ទឹកនៅនឹងកញ្ចឹងកអានឹងជាចំណុចសំខាន់ព្រោះអីជាទូទៅយើងអាចវាស់ទឹកនៅនឹងកញ្ចឹងកគឺស្ថិតនៅចន្លោះអាយុ11ទៅ14សប្តាហ៍ឬបើសិនជាយើងវាស់ប្រវែងពីផ្នែកខាងក្រោយនៃក្បាលទៅកញ្ចួយកូដវិញអានឹងយើងអាចគិតពី45មីលីម៉ែត្រទៅ84មីលីម៉ែត្រដូច្នេះយើងអាចពិនិត្យមើលទឹកនៅនឹងកញ្ចឹងកបានប្រសិនបើជាទឹកនៅនឹងកញ្ចឹងករបស់យើងហ្នឹងវាអាចលើសពី 3.5 មីលីម៉ែត្របាទឬក៏លើសហ្នឹង
ចឹងយើងអាចកំណត់បានថាកូននឹងអាចមានបញ្ហា genetic ឬក៏អាចមានបញ្ហាដំណពូជបាទអញ្ចឹងមកជំងឺមួយចំនួនដែលអាចបង្កហ្នឹងដូចជាជំងឺពួក Down syndrome បាទយើងហៅ trisomy ទី21បាទជំងឺមួយចំនួនទៀតដូចជាតាក់ទងជាមួយនឹង trisomy ទី18ឬក៏ Edwards syndrome ឬក៏ trisomy ទី13នេះជាដើមដូច្នេះនៅពេលដែលយើងពិនិត្យអេកូមើលឃើញចំណុចហ្នឹងហើយយើងត្រូវធ្វើការតេស្តឈាមតេស្តឈាមបន្ថែមដើម្បីបញ្ជាក់ទៅលើបញ្ហាជំងឺ genetic ហ្នឹងដូច្នេះបើសិនជាមានបញ្ហានឹងកើតឡើងយើងអាចរកវិធីដោះស្រាយឬក៏ព្យាបាលមុននឹងមានទុកឲ្យហួសពេលបាទដូច្នេះយើងត្រូវធ្វើការព្យាបាលមុននឹងទុកឲ្យហួសពេលនៅក្នុងការព្យាបាលហ្នឹងមួយចំណុចទៀតយើងអាចកំណត់ជំងឺមួយចំនួនបានដែរនៅក្នុងត្រីនេះទី1ហ្នឹងដូចជាកូនពងបាទហើយពេលខ្លះក៏យើងអាចកំណត់ភេទបាននៅក្នុងករណីកូនហ្នឹងលូតលាស់មកសមរម្យបាទការពិនិត្យអេកូរបស់យើងមើលទៅច្បាស់បាទយើងអាចប្រកាសប្រាប់ភេទរបស់គាត់ថាភេទប្រុសឬក៏ភេទស្រីដូច្នេះគ្រប់ស្ត្រីដែលមានផ្ទៃពោះទាំងអស់យើងគួរតែពិនិត្យអេកូនៅក្នុងកំឡុងពេលត្រីមាសទី1ឲ្យបានគ្រប់គ្នាយ៉ាងតិចបំផុតនៅក្នុងសប្តាហ៍ទី1នៃការនៅក្នុងខែទី1នៃការបាត់រដូវគឺនៅក្នុងសប្តាហ៍ទី4បាទទី2គឺពិនិត្យនៅចន្លោះពី11ទៅ13សប្តាហ៍បាទនៅក្នុងត្រីមាសទី1សូមអរគុណយើងអាចកំណត់អំពីការមានផ្ទៃពោះព្រោះអីជាទូទៅរាល់ពេលដែលមានការបាត់រដូវម៉ាក់តែងតែទៅតេស្តទឹកនោមបាទទៅទិញតេស្តទឹកនោមមកដើម្បីតេស្តទឹកនោមថាគាត់មានផ្ទៃពោះឬអត់ក៏ប៉ុន្តែផ្ទុយទៅវិញករណីខ្លះការតេស្តទឹកនោមមានការភ័ន្តច្រឡំដូចជាអ្នកម៉ាក់មានផ្ទៃពោះក៏ប៉ុន្តែការតេស្តទឹកនោមបង្ហាញលទ្ធផលមកអវិជ្ជមានផ្ទុយទៅវិញម៉ាក់អត់មានប៉ុន្តែតេស្តទឹកនោមឃើញវិជ្ជមានដូច្នេះការមើលអេកូយើងអាចជួយបញ្ជាក់បាននៅក្នុងករណីនេះថាគាត់មានផ្ទៃពោះឬក៏អត់បាទមួយទៀតចំណុចទី2យើងអាចកំណត់អំពីចំនួនកូនបានអេកូអាចមើលឃើញកំណត់អំពីថង់ទឹកនៅក្នុងកូននៅក្នុងស្បូនរបស់ម្ដាយតែនៅក្នុងស្បូនរបស់ម្ដាយហ្នឹងមានថង់ទឹក1ឬក៏ថង់ទឹក2ឬក៏3ជាដើមអញ្ចឹងទៅដើម្បីកំណត់ថាកូនហ្នឹងជាកូន1កូនភ្លោះឬក៏កូន3បាទជាដើមទី3អាចកំណត់អំពីការលូតលាស់កូនខាងក្នុងស្បូនឬក៏ខាងក្រៅស្បូនចំណុចនេះជាចំណុចដែលសំខាន់បំផុតសម្រាប់ម្ដាយបាទព្រោះអីវាសំខាន់សម្រាប់សុវត្ថិភាពរបស់ម្ដាយជាទូទៅការបង្កកំណើតគឺអាចធ្វើនៅនឹងដៃស្បូនហើយការវិវត្តរបស់កូនចេញពីដៃស្បូនមកចូលក្នុងស្បូនរបស់ម្ដាយគឺអាចស្ថិតនៅចន្លោះពី20ទៅ23ថ្ងៃដូច្នេះក្នុងរយៈពេលដែលយើងអាចមើលអេកូគឺនៅពេលដែលស្ត្រីបាត់រដូវ1ខែឬក៏4សប្តាហ៍ក្រោយការបាត់រដូវយើងត្រូវពិនិត្យមើលអេកូដើម្បីដឹងអំពីការលូតលាស់របស់កូននៅខាងក្នុងស្បូនឬក៏ខាងក្រៅស្បូនប្រសិនបើកូនមិនមានការលូតលាស់នៅខាងក្នុងស្បូនគឺយើងត្រូវធ្វើការតាមដានបាទឬក៏ព្យាបាលមុននឹងមានការបែកកូនក្រៅស្បូនឬក៏យើងហៅថាកូនក្រៅស្បូនហ្នឹងដែលវាជាហានិភ័យខ្ពស់បំផុតដែលមានការហូរឈាមនៅនឹងដៃស្បូនអាចបង្កឲ្យស្ត្រីមានគ្រោះថ្នាក់រហូតដល់អាយុជីវិតទៀតក៏មានបាទទី4យើងអាចពិនិត្យអំពីចលនាបេះដូងកូនជាទូទៅចលនាបេះដូងកូនអាចកើតមាននៅចាប់ពីសប្តាហ៍ទី5ឡើងទៅដូច្នេះយើងអាចពិនិត្យមើលតើកូនមានបេះដូងឬក៏អត់ទី5ពិនិត្យអំពីការលូតលាស់ឬក៏គ្មានការលូតលាស់របស់ទារកមុននឹងមានការធ្លាក់ឈាមបាទកុំចាំដល់មានការធ្លាក់ឈាមហើយបានមកជួបគ្រូពេទ្យខ្ញុំធ្លាក់ឈាមបាទបានមកសុំមើលអេកូឬក៏ពិនិត្យផ្សេងបានហ្នឹងទៅដូច្នេះយើងអាចពិនិត្យអេកូមុនបាទមុននឹងមានការធ្លាក់ឈាមឬក៏ការគំរាមរំលោភជាទូទៅនៅពេលដែលមានការលូតលាស់របស់ទារកនៅខាងក្នុងស្បូនគឺយើងអាចពិនិត្យមើលឃើញអមព្រីយ៉ុងឬក៏យ៉កសាក់របស់កូនដែលអាចកំណត់បានថាអូកូនមានការលូតលាស់បាទក៏ប៉ុន្តែបើសិនជាយើងចាប់អេកូទៅមិនមានអមព្រីយ៉ុងឬក៏មិនមានយ៉កសាក់ដូច្នេះគ្រូពេទ្យអាចឲ្យតាមដាននៅក្នុងរយៈពេលណាមួយបន្ទាប់មកយើងអាចធ្វើការព្យាបាលមុននឹងមានការធ្លាក់ឈាមឬក៏អាចមានបញ្ហាផ្សេងជាដើមទី6ចំណុចដែលសំខាន់បំផុត
សម្រាប់ត្រីមាសទី1គឺការពិនិត្យទៅលើរង្វាស់ទឹកនៅនឹងកញ្ចឹងកអានឹងជាចំណុចសំខាន់ព្រោះអីជាទូទៅយើងអាចវាស់ទឹកនៅនឹងកញ្ចឹងកគឺស្ថិតនៅចន្លោះអាយុ11ទៅ14សប្តាហ៍ឬបើសិនជាយើងវាស់ប្រវែងពីផ្នែកខាងក្រោយនៃក្បាលទៅកញ្ចួយគូតវិញអានឹងយើងអាចគិតពី45មីលីម៉ែត្រទៅ84មីលីម៉ែត្រដូច្នេះយើងអាចពិនិត្យមើលទឹកនៅនឹងកញ្ចឹងកបានបើសិនបើជាទឹកនៅនឹងកញ្ចឹងករបស់យើងហ្នឹងវាអាចលើសពី 3.5 មីលីម៉ែត្របាទឬក៏លើសហ្នឹងអញ្ចឹងយើងអាចកំណត់បានថាកូនហ្នឹងអាចមានបញ្ហា genetic ឬក៏អាចមានបញ្ហាដំណពូជបាទអញ្ចឹងមកជំងឺមួយចំនួនដែលអាចបង្កហ្នឹងដូចជាជំងឺពួក Down syndrome បាទយើងហៅ trisomy ទី21បាទជំងឺមួយចំនួនទៀតដូចជាតាក់ទងជាមួយនឹងtrisomy ទី18ឬក៏ Edwards syndrome ឬក៏ trisomy ទី13នេះជាដើមដូច្នេះនៅពេលដែលយើងពិនិត្យអេកូមើលឃើញចំណុចហ្នឹងហើយយើងត្រូវធ្វើការតេស្តឈាមតេស្តឈាមបន្ថែមដើម្បីបញ្ជាក់ទៅលើបញ្ហាជំងឺ genetic ហ្នឹងដូច្នេះបើសិនជាមានបញ្ហាហ្នឹងកើតឡើងយើងអាចរកវិធីដោះស្រាយដូច្នេះយើងត្រូវធ្វើការព្យាបាលមុននឹងទុកឲ្យហួសពេលនៅក្នុងការព្យាបាលហ្នឹងមួយចំណុចទៀតយើងអាចកំណត់ជំងឺមួយចំនួនបានដែរនៅក្នុងត្រីមាសទី1ហ្នឹងដូចជាកូនពងបាទហើយពេលខ្លះក៏យើងអាចកំណត់ភេទបាននៅក្នុងករណីកូនហ្នឹងលូតលាស់មកសមរម្យបាទការពិនិត្យអេកូរបស់យើងមើលទៅច្បាស់បាទយើងអាចប្រកាសប្រាប់ភេទរបស់គាត់ថាភេទប្រុសឬក៏ភេទស្រីដូច្នេះគ្រប់ស្ត្រីដែលមានផ្ទៃពោះទាំងអស់យើងគួរតែពិនិត្យអេកូនៅក្នុងកំឡុងពេលត្រីមាសទី1ឲ្យបានគ្រប់គ្នាយ៉ាងតិចបំផុតនៅក្នុងសប្តាហ៍ទី1នៃការនៅក្នុងខែទី1នៃការបាត់រដូវគឺនៅក្នុងសប្តាហ៍ទី4បាទទី2គឺពិនិត្យនៅចន្លោះពី11ទៅ13សប្តាហ៍បាទនៅក្នុងត្រីមាសទី1សូមអរគុណ